យើងអ្នកខ្លះតែអត់តន់ដឹងថាអីទៅជា MDL ហ្នឹងហើយបងប្អូនវីដេអូនេះឡើងគឺខ្ញុំប្រាប់បងប្អូនអំពី MDL MDL គឺជាលេខទី2របស់ Mobile Legends បន្ទាប់ពី MPL ហើយមានឈ្មោះវិញថា Mobile Legends Bang Bang Development League ហ្នឹងហើយបងប្អូន MDL គឺត្រឹមដូចសាលារៀនបណ្ដុះកីឡាករ Mobile Legends ថ្មីនិង code ផងដែរហើយកីឡាករណាដែលលេងល្អអាចនឹងមានឱកាសបានលេង MPL ដូចជា Skylar Amber Sen MP The King ផងដែរបងប្អូនចាប់អារម្មណ៍មើលភាគច្រើនគឺ team នៅក្នុង MDL ហ្នឹងគឺសុទ្ធតែកូន team របស់ team នៅក្នុង MPL ដូចជា team Liquid Academy ID team Falcon Academy team Orshu Sene ដែលនៅក្នុង MPL គឺ team Orshu Hoshi ហ្នឹងហើយចំពោះប្រទេសដែលមាន MDL ហ្នឹងគឺមានតែប្រទេសឥណ្ឌូនេស៊ីជាមួយប្រទេសហ្វីលីពីននេះបងប្អូនគឺឥណ្ឌូនេស៊ីគឺគេលេងដល់ season 11ហ្វីលីពីនដល់ season 5ទេហើយចំពោះប្រទេសកម្ពុជាយើងវិញគឺអាចនឹងកើតមាន MDL ដែរអ្នកនរបើមានអ្នកគ្រប់គ្រងក៏ដូច sponsor ច្រើនក្រុមហ៊ុនមិនធននឹងអាចពិចារណាបើក MDL កម្ពុជាឬមកក៏ MDL KH នៅប្រទេសកម្ពុជាយើងផងដែរហ្នឹងហើយអ្នកនរវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយអ្នកនរគិតយ៉ាងណាចំពោះ MDL ហើយចង់ឲ្យប្រទេសកម្ពុជាយើងមាន MDL អត់កុំភ្លេច comment ខ្ញុំដឹងផងយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ